ួបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមុខម្ហូបមួយគឺស្ងោរតឡាចជាមួយការ៉ុតទី1យើងមានតឡាចហើយនិងការ៉ុតយើងចិតហើយជាកង់ទី2យើងមានសាច់ជ្រូកឆ្អឹងជើងជ្រូកក៏បានឆ្អឹងជ្រូកក៏បានទី3យើងមានខ្ទឹមហើយនិងដុំស៊ុបខ្នុរហើយនិងស្ករត្នោតប៊ីចេងម្រេចទឹកត្រីហើយនឹងជីរណាបងប្អូនណាចូលចិត្តដាក់ជីរណាក៏បានដាក់ស្លឹកខ្ទឹមក៏បានតែខ្ញុំចូលចិត្តជីហ្នឹងខ្ញុំដាក់ជីរណាហ្នឹងទៅឆ្ងាញ់មុខម្ហូបយើងមានតែប៉ុណ្ណឹងទេបងប្អូនទាំងតាមដានវិធីធ្វើទាំងអស់គ្នាទី1យើងប្រឡាក់សាច់យើងសិននៅឲ្យវាចូលជាតិទី1យើងដាក់ស្ករត្នោតដាក់តិចបានហើយបងប្អូនលោកផ្អែមពេកហើយនឹងម្រេចតិចមកប៊ីចេងតិចមកហើយយើងចាក់ទឹកត្រីចូលតិចមកបងប្អូនណាចូលចិត្តដាក់អំបិលក៏បានដែរតែលោវាប្រៃហើយយើងដាក់ខ្ទឹមសបន្តិចមកឲ្យវាបាត់ក្លិនឆ្អាបសាច់ជ្រូកទៅយើងកូរចូលគ្នាយើងកូរឲ្យវាសព្វគេប្រើវិធីម្យ៉ាងទៀតពងខ្ទឹមក៏បានដែរតែខ្ញុំជិលប្រើពងខ្ទឹមយើងធ្វើអញ្ចឹងទៅវាងាយស្រួលជាងយើងកូរវាឲ្យសព្វកូរសក់ហើយយើងទុកវាប្រហែលជា3នាទីទៅយើងទៅមើលទឹកយើងពុះនៅយើងដាក់ដាំទឹកអូខេដាក់ដាំទឹកធន់ពុះផងអញ្ចឹងយើងដាំទឹកនឹងកន្លះឆ្នាំងមកឲ្យវារាងក្តៅក៏បានពុះក៏បានចាំយើងចាក់សាច់ជ្រូកចូលរងចាំរហូតដល់ទឹកយើងពុះសិនចាំយើងបងសាច់ជ្រូកចូលបងសាច់ជ្រូកចូលឲ្យរាងពុះហើយឲ្យរាងពុះយូរបន្តិចចាំយើងបងបន្លែចូលខ្លាចវាអលួយពេកហូបអត់ឆ្ងាញ់តមកទៀតយើងមកមើលទឹករបស់យើងពុះឬនៅអូខេឥឡូវទឹកយើងពុះហើយអញ្ចឹងយើងត្រូវចាក់សាច់នឹងចូលយើងដាក់សាច់ជ្រូកដែលយើងប្រឡាក់មិញដាក់គ្រឿងហ្នឹងបងប្អូនយើងចាក់វាចូលទៅចាក់វាចូលយើងមកងាស់ដល់តែវាផុយសាច់ផុយសាច់ហ្នឹងទៅបានយើងញ៉ាំទៅវាឆ្ងាញ់អញ្ចឹងអូខេយើងដល់វគ្គយើងក្របវាសិនទៅទុកឲ្យវាពុះមកស្ទុះសិនអូខេឥឡូវយើងក្របវាសិនឥឡូវយើងរងចាំបន្តិចទៀតចាត់លោតអូខេឥឡូវទឹកយើងហើយនឹងសាច់យើងបានឆ្អិនរៀងយូរដែរហើយអញ្ចឹងយើងត្រូវមើលដួសពពុះវាចោលតិចវិសាពពុះហ្នឹងវាមានជាតិខ្មៅច្រើនទេយើងដួសវាបោះចោលសាច់ជ្រូកយើងមើលរៀងវាឆ្អិនល្មមយើងដាក់បន្លែចូលបន្លែហ្នឹងយើងមានការ៉ុតហើយនឹងត្រឡាចអញ្ចឹងយើងបងវាចូលដាក់មកងាស់ឲ្យវាផុយជាមួយឆ្អឹងជ្រូកដាក់វាចូលទាំងអស់ហ្នឹងមកអញ្ចឹងយើងកូរវាបន្តិចចាបងប្អូនអញ្ចឹងយើងត្រូវរងចាំវាទៀតហើយត្រូវរងចាំឲ្យវាផុយខ្លាចឲ្យសាច់ហ្នឹងល្មមអាចញ៉ាំបានលោតទឹកយើងរីងហើយយើងដាក់ដុំស៊ុបខ្នុរដាក់ពាក្យកណាបានឯងគ្រូវាប្រៃតែយើងថែមគ្រឿងយើងប៊ីចេងអីស្ករអីបន្តិចទៀតទៅទឹកត្រីទៀត
វាអត់សូវប្រៃវាតឡាចផុយលក់សិនសាច់នឹងផុយណាបានសាច់យើងផុយឯងបន្លែផុយឯងបងជីចូលហើយខ្ទឹមពងយើងចង់ដាក់ក៏បានដែរតែយើងថាចង់ឈ្ងុយយើងដាក់បន្តិចមកដាក់បន្តិចបានហើយយើងមិនបងក៏បានដែរកូរវាឆ្អិនហើយរួចរាល់អរគុណច្រើនបងប្អូនដែលតាមដានវីដេអូរបស់នាងខ្ញុំបាយបាយ